បាទសួស្តីបងប្អូនមកថ្ងៃនេះដែរខ្ញុំបាទមកចូលរួមកម្មវិធីតាំងពិព័រណ៍តរ៉េនបងប្អូនបាទអញ្ចឹងថ្ងៃនេះដែរមានអាកាសធាតុក្តៅបងប្អូនបាទអញ្ចឹងក្នុងពេលវេលាកាលនេះខ្ញុំបាទសូមផ្ដល់ព័ត៌មានចំនួន3បាទ3ចំណុចដែលបងប្អូនត្រូវដើរលេងឬក៏ចូលរួមកម្មវិធីដែលមានអាកាសធាតុក្តៅបាទដោយសារតែការដើរលេងនេះយើងឆ្ងាយបងប្អូនធម្មតាតែមានកម្មវិធីចូលរួមយើងទុកមធ្យោបាយធ្វើដំណើរនេះឆ្ងាយពីកន្លែងចូលរួមបាទអញ្ចឹងទី1បងប្អូនត្រូវមានឆ័ត្របាទមានឆ័ត្របាទទី2បងប្អូនត្រូវមានទឹកពិសាបាទទឹកត្រជាក់បាទទឹកសុទ្ធបាទទី3បងប្អូនត្រូវទៅបានមុនម៉ោងដើម្បីចូលរួមកន្លែងកម្មវិធីហ្នឹងឬក៏ចូលទៅកន្លែងរោងកិត្តិយសបងប្អូនណាចូលទៅរោងកិត្តិយសបាទអញ្ចឹងមាន3សំខាន់ហ្នឹងបាទបាទបងប្អូនទី1គឺឆ័ត្រហ្នឹងមានន័យថាយើងត្រូវមានឆ័ត្រដោយសារតែការចូលរួមនេះវាក្នុងពេលក្តៅបងប្អូនបាទអញ្ចឹងបងប្អូនដែលមានចំណតរថយន្តឬក៏មធ្យោបាយនៅចិត្តរោងចូលរួមមិនអីទេបងប្អូនណាប៉ុន្តែសម្រាប់បងប្អូនទៅចូលទស្សនាបាទអញ្ចឹងបងប្អូនមានកូនចៅតូចបាទមានសូមមានឆ័ត្របងប្អូនណាការពារថ្ងៃបាទការពារកម្ដៅថ្ងៃជិះវៀងក្តៅខ្លាំងបងប្អូនណាជិះវៀងក្តៅខ្លាំងបាទអញ្ចឹងទី1គឺឆ័ត្រហ្នឹងហើយបាទអញ្ចឹងបងប្អូនដើរលេងកុំភ្លេចត្រូវមានឆ័ត្រណាត្រូវមានឆ័ត្របាទមកគ្រួសារមាន1មាន2ទៅបងប្អូនប្រកាសថាបើយើងចុះទៅណាក៏ដោយបងប្អូនទោះជាមិនមានកម្មវិធីក៏យើងការពារភ្លៀងបានមួយចំណែកដែរបាទទី1ទី2បងប្អូនត្រូវមានទឹកពិសាបាទមានជាទឹកសុទ្ធបាទទឹកសុទ្ធទឹកក្លាស្តេក៏បានទឹកត្រជាក់ក៏បានដែរបាទអញ្ចឹងសំខាន់បងប្អូនបាទទឹកគឺសំខាន់បើសិនជាបងប្អូនទោះជាមិនមានកិច្ចការសំខាន់ក្នុងការប្រជុំក៏ដោយបងប្អូនបាទបងប្អូនត្រូវតែមានទឹកផឹកសម្បីតែបងប្អូនធ្វើការរាល់ថ្ងៃក៏ដោយបាទអញ្ចឹងបងប្អូនត្រូវតែមានទឹកតាមខ្លួនបាទ1លីត្រ2លីត្រក្តីបាទហើយទី3ហ្នឹងគឺបងប្អូនទៅធ្វើដំណើរទៅដល់កន្លែងរោងចាថារោងទទួលភ្ញៀវណាបាទដល់រោងទទួលភ្ញៀវយើងដោយសារតែនៅរោងទទួលភ្ញៀវហ្នឹងគេមានបដិសណ្ឋារកិច្ចដូចជាទឹកដូចជាអីហើយអញ្ចឹងយើងអត់បារម្ភរឿងទឹកបរិភោគទេបាទអត់បារម្ភទេអញ្ចឹងគឺលេខសំខាន់3ហ្នឹងបាទបើសិនជាបងប្អូនមានអីថ្មីលេខហ្នឹងបងប្អូនជួយខមមិនផងបាទថ្ងៃបងប្អូនវីដេអូហ្នឹងគឺមានខ្លីៗប៉ុណ្ណឹងសម្រាប់ការចែករំលែកពាក់ព័ន្ធជាមួយនឹងការចូលរួមជុំឬក៏ការទៅទស្សនាពិព័រណ៍តរ៉េននៅក្នុងខេត្តត្បូងឃ្មុំបាទនេះគឺជាទស្សនភាពទាំងមូលចំពោះការធ្វើដំណើរបាទអញ្ចឹងតរ៉េននេះគឺកន្លែងលក់បងប្អូនកន្លែងលក់យើងក៏តតដល់កន្លែងតាំងពិព័រណ៍ទេនេះគឺជាស្តង់មកពីចំការគេបងប្អូនមកពីចំការគេតាមចំការបាទ5,000ចា